អ្នកជំនាញផ្នែកសន្តិសុខនិងភូមិសាស្ត្រនយោបាយថៃផ្ញើលិខិតចំហដាស់តឿននាយករដ្ឋមន្ត្រីខ្លួនថាកុំឲ្យដើរចូលអន្ទាក់ច្បាប់រឿងផែនទីព្រំដែនលោកសុរឆាតបំរុងសុអ្នកជំនាញផ្នែកសន្តិសុខនិងភូមិសាស្ត្រនយោបាយរបស់ថៃបានផ្ញើលិខិតចំហមួយដាស់តឿននាយករដ្ឋមន្ត្រីថៃលោកអនុទីនច័ន្ទវរៈគុលដោយលើកឡើងថាខ្ញុំគិតជាច្រើនដងហើយថាតើខ្ញុំគួរតែសរសេរសម្បត្តិចំហមួយច្បាប់នេះផ្ញើជូនលោកអនុទីនដែរឬទេប៉ុន្តែនៅពេលដែលគិតទៅដល់ព័ត៌មានស្ដីពីខ្សែបន្ទាត់ព្រំដែនថៃកម្ពុជាដែលនាយករដ្ឋមន្ត្រីបានផ្ដល់បទសម្ភាសន៍ទៅដល់បណ្ដាញសារព័ត៌មានផ្សេងរួចមកខ្ញុំក៏សម្រេចចិត្តថាខ្ញុំគួរតែសរសេរដើម្បីសុំការអនុញ្ញាតជម្រាបជូនព័ត៌មានពាក់ព័ន្ធទៅនឹងរឿងខាងលើនេះរឿងដែលខ្ញុំលើកឡើងនេះអាចនឹងផ្ទុយពីព័ត៌មានដែលលោកបានដឹងដោយសារតែព័ត៌មានដែលពាក់ព័ន្ធទៅនឹងខ្សែបន្ទាត់ព្រំដែនបែបនេះគឺជារឿងដែលមានសារៈសំខាន់ខ្លាំងចំពោះផលប្រយោជន៍ជាតិរបស់ថៃដូច្នេះហើយទើបខ្ញុំត្រូវការអនុញ្ញាតបង្ហាញជូនដើម្បីឲ្យមានភាពច្បាស់លាស់បើទោះបីជាដឹងថាវាអាចនឹងមិនត្រូវចិត្តលោកក៏ដោយដោយដែលបានបង្ហាញនៅក្នុងរបាយការណ៍ព័ត៌មាននាយករដ្ឋមន្ត្រីថៃបានប្រកាសថាប្រទេសថៃនឹងប្រកាន់យកតែផែនទីខ្នាត1លើ50,000តែប៉ុណ្ណោះហើយថែមទាំងបានប្រកាសសង្កត់ធ្ងន់ទៀតថាបើប្រើផែនទីខ្នាត1លើ200,000គឺមិនចាំបាច់មកជជែកជាមួយប្រទេសថៃឡើយខ្ញុំចង់សូមការអនុញ្ញាតប្រាប់ទៅដល់នាយករដ្ឋមន្ត្រីវិញថានៅក្នុងការចរចាបញ្ហាវិវាទរឿងបន្ទាត់ព្រំដែនរវាងប្រទេសនិងប្រទេសរដ្ឋគូភាគីវិវាទនឹងប្រើប្រាស់ផែនទីដែលទទួលបានការផ្ដល់សច្ចាប័នរួចហើយតែប៉ុណ្ណោះចំណែកឯផែនទីផ្សេងទៀតដែលមិនទាន់ទទួលបានការផ្ដល់សច្ចាប័នគឺមិនអាចយកមកប្រើប្រាស់ជាភស្តុតាងនៅក្នុងការចរចាបញ្ហាអន្តរជាតិបានឡើយដោយដែលនាយករដ្ឋមន្ត្រីបានដឹងស្រាប់ហើយថាប្រទេសសៀមនិងបារាំងបានចុះហត្ថលេខាលើសន្ធិសញ្ញារវាងគ្នាចំនួន3ច្បាប់គឺសន្ធិសញ្ញារស112សន្ធិសញ្ញាបន្ទាប់ពីវិបត្តិនៃសម័យរតនគោសិន112ឆ្នាំ1893អនុសញ្ញារស112ឆ្នាំ1893និងសន្ធិសញ្ញារស125ក្នុងឆ្នាំ1907តើទៅនឹងបញ្ហានេះផែនទីត្រូវរៀបចំឡើងដោយគណៈកម្មការបោះបង្គោលព្រំដែនដោយធ្វើឡើងស្របតាមអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907ហើយមានការបោះពុម្ពផ្សាយផែនទីចំនួន50ច្បាប់ដើម្បីផ្ញើជូនទៅរដ្ឋាភិបាលសៀមតាមរយៈស្ថានទូតសៀមហើយយើងបានទទួលផែនទីទាំងអស់នោះនៅក្នុងខែសីហាឆ្នាំ1908ដូច្នេះប្រសិនបើមានបញ្ហាឬមានវិវាទណាមួយកើតឡើងរដ្ឋាភិបាលថៃនិងរដ្ឋាភិបាលកម្ពុជានឹងប្រើប្រាស់តែសន្ធិសញ្ញានិងផែនទីនេះតែប៉ុណ្ណោះជាឧបករណ៍នៅក្នុងការដោះស្រាយវិវាទហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរមានកាតព្វកិច្ចត្រូវតែប្រើប្រាស់សន្ធិសញ្ញានិងផែនទីខាងលើនេះគេមិនចាំបាច់គិតគូរថាតើផែនទីនេះមានຂະຫນាតប៉ុន្មាននោះទេពីព្រោះវាគឺជាផែនទីដែលទទួលបានការផ្ដល់សច្ចាប័នរួចទៅហើយប្រធានបទនេះនឹងចាត់ទុកថាជាគោលការណ៍នៅក្នុងនយោបាយអន្តរជាតិដែលថាផែនទីដែលមិនទទួលស្គាល់ការផ្ដល់សច្ចាប័នគឺមិនអាចយកមកអះអាងសិទ្ធិរបស់រដ្ឋតាមផ្លូវច្បាប់បានឡើយតាមការពិតទៅបញ្ហាដោះស្រាយរឿងផែនទីខណ្ឌសីមាព្រំដែនថៃកម្ពុជាបើត្រឡប់ទៅពិនិត្យមើលខ្លឹមសារសារៈសំខាន់នៃសារដីការបស់តុលាការយុត្តិធម៌អន្តរជាតិករណីប្រាសាទព្រះវិហារនៅក្នុងឆ្នាំ1962គឺមានភាពច្បាស់លាស់ថាផែនទីដែលភាគីកម្ពុជាប្រើប្រាស់នៅក្នុងការតស៊ូក្តីគឺជាផែនទីខណ្ឌសីមាផែនទីឧបសម្ព័ន្ធទី1ចំណែកឯផែនទីដែលភាគីថៃនៅក្នុងសម័យរដ្ឋាភិបាលរបស់លោកសិរិទ្ធនរដ្ឋប្រើប្រាស់នោះគឺជាផែនទីដែលធ្វើឡើងដោយអ្នកជំនាញភាគីថៃប្រយោគនេះគឺបានបង្ហាញនៅលើផែនទីដែលរដ្ឋាភិបាលថៃបានផ្ញើជូនតុលាការពិភពលោកនាយករដ្ឋមន្ត្រីប្រកាសជាបានដឹងច្បាស់ហើយថារវាងផែនទីខណ្ឌសីមារបស់ភាគីកម្ពុជាជាមួយផែនទីដែលធ្វើឡើងដោយអ្នកជំនាញថៃនោះផែនទីរ
របស់ភាគីថៃទំនងជាចំណុចដែលមានភាពចាញ់ប្រៀបខ្លាំងជាងនៅក្នុងការតស៊ូក្តីនៅក្នុងតុលាការអន្តរជាតិការដែលខ្ញុំលើកយកប្រធានបទផែនទីនៅក្នុងឆ្នាំ1962មកធ្វើការប្រៀបធៀបបែបនេះគឺដើម្បីបង្ហាញឲ្យឃើញថានៅទីបំផុតនៅពេលដែលមានវិវាទរវាងប្រទេសទាំងពីរកើតឡើងរដ្ឋគូភាគីវិវាទត្រូវតែប្រើប្រាស់ផែនទីខណ្ឌសីមាជាឧបករណ៍នៅក្នុងការដោះស្រាយបញ្ហាការដែលនាយករដ្ឋមន្ត្រីនិយាយដល់ផែនទីផ្សេងទៀតវាក៏អាចមិនខុសពីការដែលលោកសរិទ្ធនរដ្ឋប្រើប្រាស់ផែនទីរបស់អ្នកជំនាញថៃនោះដែរទោះជាយ៉ាងណាក៏ដោយវាអាចនឹងមានផែនទីផ្សេងទៀតដែលបង្ហាញពីខ្សែបន្ទាត់ព្រំដែនរបស់រដ្ឋប៉ុន្តែផែនទីទាំងអស់នោះត្រូវបានធ្វើឡើងដើម្បីប្រើប្រាស់ក្នុងបេសកកម្មផ្សេងទៀតដូចជាក្នុងបេសកកម្មយុទ្ធសាស្ត្ររបស់យោធាតែប៉ុណ្ណោះប៉ុន្តែវាមិនមែនមានន័យថានៅក្នុងការអនុញ្ញាតឲ្យយកមកប្រើប្រាស់នៅក្នុងរឿងដែលពាក់ព័ន្ធនឹងបន្ទាត់ព្រំដែនរបស់រដ្ឋឡើយដោយដែលមានខ្លឹមសារបង្ហាញយ៉ាងច្បាស់នៅលើគែមផែនទីយោធាថាខ្សែខណ្ឌចែកផែនដីមិនត្រូវបានកំណត់ជាផ្លូវការនោះឡើយដូច្នេះបើទោះបីជាប្រទេសថៃមានប្រៀបនៅក្នុងផែនទីបែបនេះយ៉ាងណាក៏ដោយក៏ផែនទីបែបនេះមិនអាចយកទៅអះអាងសិទ្ធិនៅក្នុងផ្លូវច្បាប់អន្តរជាតិបានឡើយឬក្នុងន័យដូចគ្នានេះគឺមិនអាចយកទៅតស៊ូនៅក្នុងតុលាការពិភពលោកបានទេទោះបីជាផែនទីនេះមានຂະຫນាតដែលនាយករដ្ឋមន្ត្រីជឿជាក់ថាជាភាពមានប្រៀបដែលសំដៅទៅលើຂະຫນាត1លើ50,000ក៏ដោយក៏វាមិនមានន័យអ្វីដែរពីព្រោះផែនទីនេះមិនមានការទទួលស្គាល់ពីរដ្ឋជិតខាងនិងមិនមែនជាផែនទីដែលប្រើប្រាស់ក្នុងការកំណត់បន្ទាត់ព្រំដែនរវាងប្រទេសនោះឡើយដូច្នេះហើយខ្ញុំត្រូវការអនុញ្ញាតជម្រាបជូននាយករដ្ឋមន្ត្រីថាផែនទីយោធាដែលលោកលើកឡើងមកនោះគឺទោះបីជាវាមានប្រៀបតែវាមិនអាចយកទៅប្រើប្រាស់ក្នុងដំណើរការផ្លូវច្បាប់បានឡើយហើយប្រសិនបើយកទៅដាក់ជូនតុលាការពិភពលោកក៏មិនអាចប្រើប្រាស់ជាភស្តុតាងយោងបានដែរព្រោះខ្លឹមសារនៅលើគែមផែនទីនោះបានបញ្ជាក់ច្បាស់រួចទៅហើយថាមិនមែនជាផែនទីប្រើសម្រាប់រឿងបន្ទាត់ព្រំដែននោះទេប្រសិនបើមាននរណាម្នាក់ទៅប្រាប់នាយករដ្ឋមន្ត្រីឲ្យរកផ្លូវចេញផ្សេងទៀតដោយប្រើតែផែនទីຂະຫນាត1លើ50,000នោះវាមិនអាចប្រើប្រាស់ទៅតាមផ្លូវច្បាប់បានទេប៉ុន្តែបើចង់ប្រើគឺត្រូវតែប្រើຂະຫນាតខណ្ឌសីមាដែលមានຂະຫນាត1លើ200,000នោះបើទោះបីជាយ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីថៃបានបង្ហាញជំហរយ៉ាងច្បាស់លាស់នៅក្នុងវេទិកាសាធារណៈទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសថៃថារដ្ឋាភិបាលរបស់លោកអនុទីននឹងមិនទទួលយកផែនទីខណ្ឌសីមាដែលមានຂະຫນាតបែបនេះនោះឡើយការលើកឡើងនេះគឺបានធ្វើឲ្យមនុស្សឆ្លៀតឱកាសមួយចំនួនបានស្នើទៅដល់រដ្ឋាភិបាលថៃឲ្យធ្វើការបដិសេធទាំងអស់ពោលគឺមិនទទួលយកសិទ្ធិសញ្ញាទាំង3ច្បាប់និងផែនទីខណ្ឌសីមាជាមួយកម្ពុជាតែម្ដងសំណើខាងលើនេះគឺជារឿងដែលមិនអាចទៅរួចឡើយទាំងនៅក្នុងការអនុវត្តជាក់ស្ដែងនិងនៅក្នុងផ្លូវប្រវត្តិសាស្ត្រព្រោះកិច្ចព្រមព្រៀងនឹងផែនទីខណ្ឌសីមាទាំងអស់គឺជារបស់ធានាអះអាងពាក់ព័ន្ធទៅនឹងបន្ទាត់ព្រំដែនសៀមតាំងតែពីអតីតកាលរហូតមកដល់បច្ចុប្បន្នការមិនទទួលយកឯកសារនេះគឺមិនមែនជាផ្លូវចេញដ៏ល្អនោះទេពីព្រោះវាគឺជាការប្រកាសលុបចោលកិច្ចព្រមព្រៀងអន្តរជាតិដែលទទួលបានការផ្ដល់សច្ចាប័នរួចទៅហើយនោះមិនមែនជារឿងដែលផ្ដល់ផលប្រយោជន៍ទៅដល់ថៃឡើយហើយវាអាចនឹងคล้ายទៅជាភាពចាញ់ប្រៀបនៅក្នុងផ្លូវនយោបាយទៅឲ្យភាគីកម្ពុជាទៅវិញម្យ៉ាងវិញទៀតសិទ្ធិសញ្ញានិងផែនទីទាំងអស់នេះគឺត្រូវប្រើប្រាស់ដើម្បីគ្រប់គ្រងបន្ទាត់ព្រំដែនថៃឡាវនិងថៃកម្ពុជាពោលគឺជាឯកសារដែលប្រើប្រាស់សម្រាប់គ្រប់គ្រងខ្សែបន្ទាត់ព្រំដែនប៉ែកខាងកើតរបស់ថៃទាំងមូលដែលវាអាចនឹងមានទាំងផ្នែកចំណេញនិងផ្នែកខាតបង់លាយឡំគ្នាមិនមែនមានលក្ខណៈតែម្ខាងតាមអ្វីដែលបានលើកឡើងតគ្នានោះឡើយដូច្នេះប្រសិនបើពិនិត្យមើលរូបភាពរួមទាំងមូលគឺមិនមែនប្រទេសសៀមចាញ់ប្រៀបទាំងអស់ដោយដែលយើងធ្លាប់ជឿតាមគ្នានោះទេព្រោះនៅក្នុងផ្នែកមួយទៀតត្រូវដឹងថាមន្ត្រីខណ្ឌសីមារួមទាំងក្រមជាងវាស់វែងរបស់សៀមពេលនោះ
មិនមែនជាអ្នកដែលខ្វះចំណេះដឹងរហូតដល់មិនមានការយល់ដឹងនៅក្នុងរឿងខណ្ឌសីមាព្រំដែននោះឡើយនេះដោយសារតែយើងតែងតែបង្កើតការស្រមៃចេញពីការជឿជាក់ថាបារាំងមានអំណាចខ្លាំងជាងសៀមនៅក្នុងយុគសម័យអាណានិគមទើបអាចកេងប្រវ័ញ្ចយកប្រៀបមកលើសៀមបានទាំងអស់ទាំងដែលការជឿជាក់បែបនេះអាចនឹងមិនមែនជាការពិតរហូតคล้ายទៅជាបញ្ហានយោបាយនៅក្នុងពេលបច្ចុប្បន្នសម្រាប់ប្រធានបទនេះខ្ញុំចង់សូមការអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីសាកសួរអ្នកចេះដឹងដែលមានភាពស្មោះត្រង់នៅក្នុងវិជ្ជាជីវៈនិងជាអ្នកជំនាញពិតប្រាកដដែលអាចនឹងមិនមែនជាអ្នកនយោបាយដូចជារដ្ឋមន្ត្រីក្រសួងការបរទេសបច្ចុប្បន្នដែលពេលខ្លះលោកអាចនឹងត្រូវលាក់ចំណេះដឹងពាក់ព័ន្ធទៅនឹងរឿងខ្សែបន្ទាត់ព្រំដែនដើម្បីកុំឲ្យមានទំនាស់ជាមួយនាយករដ្ឋមន្ត្រីខ្ញុំសង្ឃឹមថាខ្លឹមសារទាំងអស់ដែលបានសរសេរជូននាយករដ្ឋមន្ត្រីបែបនេះលោកនឹងមិនខឹងសម្បានិងមិនលើកឡើងតែពីការបដិសេធនោះទេព្រោះខ្ញុំមិនចង់ឃើញប្រទេសថៃត្រូវបានជំរុញឲ្យទៅស្ថិតនៅក្នុងជ្រុងដែលចាញ់ប្រៀបហើយក៏មិនចង់ឃើញនាយករដ្ឋមន្ត្រីដើរចូលទៅជាប់អន្ទាក់នៃចំនួនដោយដែលរដ្ឋាភិបាលថៃនៅក្នុងឆ្នាំ2011ធ្លាប់ជួបប្រទះបញ្ហានេះម្ដងហើយដែលការនោះវាបានបញ្ចប់ទៅហើយដោយសារដីការបស់តុលាការពិភពលោកនៅក្នុងឆ្នាំ2013ដែលមានន័យស្មើទៅនឹងការចាញ់ក្តីនៅក្នុងតុលាការពិភពលោកជាលើកទី2ក្រៅពីនេះខ្ញុំនៅតែបញ្ជាក់ថាមតិយោបល់នៅក្នុងរឿងផែនទីនិងព័ត៌មានដែលបានជម្រាបជូនលោកខាងលើនេះគឺមិនមែនជាប្រធានបទនយោបាយណាមួយបង្កប់លាក់លៀមឡើយព័ត៌មានខាងលើនេះគឺអាចបញ្ជាក់ពីភាពស្មោះត្រង់តាមផ្លូវច្បាប់អន្តរជាតិបានពិតប្រាកដដែលខ្ញុំជឿជាក់ថាមន្ត្រីរាជការដែលនៅតែស្មោះត្រង់និងមានវិជ្ជាជីវៈខ្ពស់នៅក្នុងរឿងនាយកដ្ឋានសិទ្ធិសញ្ញានិងច្បាប់របស់ក្រសួងការបរទេសនិងនាយកដ្ឋានផែនទីយោធាក៏អាចបញ្ជាក់ពីមតិយោបល់បែបនេះបានដូចគ្នាចុងក្រោយនេះការប្រកាសរបស់នាយករដ្ឋមន្ត្រីឲ្យប្រើប្រាស់ផែនទីផ្សេងទៀតដែលមិនមែនជាផែនទីខណ្ឌសីមានោះអាចនឹងคล้ายទៅជាច្រកផ្លូវរបស់រដ្ឋាភិបាលកម្ពុជាយកមកធ្វើជាប្រធានបទនៅក្នុងការស្នើសុំមតិយោបល់ទៅកាន់តុលាការពិភពលោកម្ដងទៀតដោយសារតែសាលក្រមរបស់តុលាការពិភពលោកនៅក្នុងឆ្នាំ1962នោះមានផ្នែកដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយប្រធានបទរឿងផែនទីខណ្ឌសីមាបើទោះបីជារដ្ឋាភិបាលថៃបញ្ជាក់ថាប្រទេសថៃមានសិទ្ធិនៅក្នុងការមិនព្រមទទួលយកអំណាចរបស់តុលាការពិភពលោកក៏ដោយប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែងយើងបានទទួលយកអំណាចរបស់តុលាការពិភពលោករួចទៅហើយទាំងនៅក្នុងឆ្នាំ1962និងឆ្នាំ2013ហើយដូច្នេះបញ្ហានេះអាចធ្វើឲ្យថៃត្រូវត្រឡប់ទៅកាន់តុលាការពិភពលោកម្ដងទៀតបានដោយមិនពិបាកឡើយជាចុងក្រោយលោកសុរឆាត់បំរុងសុខអ្នកជំនាញផ្នែកសន្តិសុខនិងភូមិសាស្ត្រនយោបាយរបស់ថៃសូមជូនព័ត៌មានទាំងអស់នេះជូនទៅដល់នាយករដ្ឋមន្ត្រីថៃដើម្បីជ្រាបនិងពិចារណាដោយក្តីបារម្ភបំផុតព្រោះខ្ញុំមិនចង់ឃើញលោកត្រូវបានគេអូសទាញឲ្យចូលទៅក្នុងអន្ទាក់ច្បាប់នៃបញ្ហាក្នុងរឿងផែនទីខណ្ឌសីមាដោយគ្មានការជំទាស់ពីភាគីអ្នកច្បាប់និងអ្នកជំនាញនោះឡើយ។